ថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកអំពីអត្ថប្រយោជន៍នៃការសាបភ្ជាប់រវាងការប្រើប្រាស់ពូជហើយនិងការរៀបចំដីវាមិនសមស្របជាមួយនឹងលក្ខខណ្ឌនៃជំងឺទេវាមិនសមស្របជាមួយនឹងលក្ខខណ្ឌនៃពពួកសត្វល្អិតទេហើយដើមស្រូវយើងក៏រឹងមាំល្អស្លឹកស្រូវរបស់យើងក៏រឹងមាំល្អដែលជាកត្តាមួយធ្វើឲ្យពុកម៉ែបងប្អូនងាយស្រួលនៅក្នុងការគ្រប់គ្រងបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានខ្ញុំបាទនายវិឆ័យសូមធ្វើការចែករំលែកជូនពុកម៉ែបងប្អូនពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់ពូជតិចយ៉ាងណាក៏ដោយពុកម៉ែបងប្អូនភាគច្រើនគឺមានការព្រួយបារម្ភកាលណាតែប្រើប្រាស់ពូជតិចពូជខ្លះអត់ដុះបញ្ហាភ្លៀងមកខ្លាំងពេកវាធ្វើឲ្យខូចដំណោះដុះអត់ល្អកត្តាដែលព្រួយបារម្ភមួយទៀតហ្នឹងគឺកត្តាចង្រៃពីពពួកកដោស៊ីឬក៏មានសត្វល្អិតសត្វព្រាបកុកអីចុះលាក់នឹងលាក់បាទប៉ុន្តែទោះជាយ៉ាងណាក៏ដោយថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកអំពីអត្ថប្រយោជន៍នៃការសាភ្ជាប់រវាងការប្រើប្រាស់ពូជហើយនិងការរៀបចំដីបាទនៅក្នុងការប្រើប្រាស់ពូជតិចគឺវាមានការប្រតិកាឡាគ្នាទាក់ទងជាមួយនឹងការរៀបចំដីបើសិនណាថាជំហានទី1ពុកម៉ែបងប្អូនធ្វើយ៉ាងណារៀបចំដីឲ្យបានល្អស្មើមានការឆូតចំអូទឹកឲ្យបានត្រឹមត្រូវដើម្បីធ្វើយ៉ាងណាឲ្យពេលដែលបងប្អូនធ្វើការរំដោះទឹកចេញគឺមានការស្រស់ល្អចេញពីទីតាំងនៃវាលស្រែរបស់ពុកម៉ែបងប្អូនដោយករណីនេះអញ្ចឹងខ្ញុំធ្វើការបង្ហាញជូនពុកម៉ែបងប្អូននេះគឺជាការរៀបចំដីយ៉ាងស្មើល្អនិងការប្រើប្រាស់ពូជក្រវ៉ាន់បាទពូជក្រវ៉ាន់បងប្អូនប្រើប្រាស់ពូជតិចនៅក្នុងមហិត្តាគឺប្រើប្រាស់តែ80គីឡូទេបាទបងប្អូនឃើញជាក់ស្ដែងនេះខ្ញុំដកឲ្យមើលគុំស្រូវគឺមានការបែកកូនច្រើនណាបងប្អូនមើលនេះមួយដើមនេះគឺបែក1 2 3 4 5 6កូនហើយប៉ុន្តែ6កូននេះគឺនឹងមានការបែកតទៅទៀតព្រោះលក្ខខណ្ឌនេះបងប្អូនឃើញហើយមួយវិញទៀតគឺរឹសវាបាទប្រព័ន្ធរឹសរបស់វាក៏ល្អបងប្អូនសង្កេតឃើញជាក់ស្ដែងនៅក្នុងនេះវាមានការដុះមកហើយនេះគឺយើងធ្វើការបង្កាសទឹកវាសិនបាទបង្កាសទឹកវាដើម្បីយ៉ាងណាដើម្បីឲ្យស្រូវនឹងធ្វើការបែកកូនបាទបន្ទាប់មកទៀតរយៈពេល 2-3 ថ្ងៃក្រោយគឺបញ្ចូលទឹកមកវិញហើយយើងនឹងចាប់ផ្ដើមរៀបចំបែកជីនោះវគ្គបន្តបន្ទាប់វគ្គ1វគ្គ2វគ្គ3វគ្គផ្ដាច់បាទអញ្ចឹងនៅក្នុងការគ្រប់គ្រងទឹកនេះនៅក្នុងវាលស្រែគឺជួយទី1ពេលដែលយើងប្រើប្រាស់ពូជតិចត្រាំពូជហើយយើងបែកនៅក្នុងវាលស្រែនៅពេលហ្នឹងគឺមានភ្លៀងធ្លាក់ខ្លាំងក៏ដោយនៅពេលដែលយើងធ្វើការរៀបចំដីបានស្មើគឺយើងមានការបញ្ចេញទឹកបានទាន់ពេលវេលាដំណោះគ្រាប់ស្រូវរបស់យើងក៏អត់មានបញ្ហាដែរបាទអញ្ចឹងការព្រោះពូជតិចឬច្រើនគឺវាមានការប្រតិកាឡាគ្នាគឺរឿងឫសគល់ដែលសំខាន់បំផុតគឺការរៀបចំដីណាពុកម៉ែបងប្អូននេះគឺជាការចែករំលែកមួយចំណុចពិសេសមួយទៀតការប្រើប្រាស់ពូជតិចគឺវាជួយអីខ្លះស្រូវរបស់ពុកម៉ែបងប្អូនណាវាមានគេហៅថាប្រព័ន្ធខ្យល់ចេញចូលបានល្អកាលណាតែប្រព័ន្ធខ្យល់ចេញចូលបានល្អគឺជំងឺវាមិនសមស្របជាមួយនឹងលក្ខខណ្ឌនៃជំងឺទេវាមិនសមស្របជាមួយនឹងលក្ខខណ្ឌនៃពពួកសត្វល្អិតទេហើយដើមស្រូវយើងក៏រឹងមាំល្អស្លឹកស្រូវរបស់យើងក៏រឹងមាំល្អដែលជាកត្តាមួយធ្វើឲ្យពុកម៉ែបងប្អូនងាយស្រួលនៅក្នុងការគ្រប់គ្រងបាទហើយមួយវិញទៀតកាលណាតែខ្យល់វាចេញចូលបានល្អពពួកជំងឺផ្សិតពពួកជំងឺបាក់តេរីជំងឺពុកគល់វានឹងមិនកើតមានឡើងបាទដោយសារថាលក្ខខណ្ឌវាមិនសមស្របជាមួយនឹងបំលាស់ប្ដូរនៃពពួកខ្យល់ដែលធ្វើការផ្លាស់ប្ដូរនៅក្នុងស្រែរបស់ពុកម៉ែបងប្អូនហើយមួយវិញទៀតកម្លាំងស្រូវវាមានការលូតលាស់ល្អហើយនឹងកគួរដងដើមមកវានឹងធំឆ្លោះល្អពេលនោះគួរស្រូវចេញមកមានលក្ខណៈវែងកម្លាំងខ្លាំងបាទជាលក្ខណៈមួយដែលខ្ញុំចង់ធ្វើការចែករំលែកជូនពុកម៉ែបងប្អូនហើយលក្ខណៈដែលជួយពុកម៉ែបងប្អូនមួយទៀតកាលណាតែស្រូវបងប្អូនមិនសូវមានរោគកាត់បន្ថយនៅជំងឺលក្ខខណ្ឌវាសមស្របទិន្នផលវាក៏ខ្ពស់ការចំណាយក៏មិនសូវមានបាទការចំណាយទៅលើអីខ្លះពុកម៉ែបងប្អូនដឹងថាទី1គោលសំខាន់នៃការចំណាយគឺជីបន្ទាប់ពីជីហើយគឺគិតទៅលើកត្តាចង្រៃមានពពួកសត្វល្អិតពពួកបាក់តេរីពពួកជំងឺបែងចែកពពួកជំងឺហើយកាលណាតែស្រូវយើងមានបញ្ហាសុខភាពភ្លាមអាហារបំពន់ផ្សេងគឺត្រូវតែបញ្ចូលទៅឲ្យស្រូវធ្វើយ៉ាងណាឲ្យស្រូវនឹងមានការលូតលាស់មកសុខភាពល្អវិញបាទនេះនៅពេលដែលបងប្អូនធ្វើវាទៅតាមលក្ខខណ្ឌសមស្របណាមួយបងប្អូននឹងអាចកាត់បន្ថយបានដោយអ្វីដែលខ្ញុំបានរៀបរាប់នៅខាងដើមនឹងកាត់បន្ថយថ្នាំសត្វល្អិតកាត់បន្ថយថ្នាំជំងឺកាត់បន្ថយអាហារបំពន់ដែលយើងត្រូវតែបំពន់ទៅឲ្យស្រូវគ្រឹះដែលសំខាន់គឺជីដូច្នេះហើយនៅក្នុងការធ្វើលក្ខខណ្ឌណាមួយរៀបចំដីក្តីការប្រើប្រាស់ពូជក្តីការប្រើប្រាស់ជីក្តីថ្នាំទៅតាមដំណាក់កាលនៃស្រូវគឺជួយឲ្យពុកម៉ែបងប្អូនប្រជាកសិករកាត់បន្ថយថ្លៃដើមបានច្រើនកាលណាតែពុកម៉ែបងប្អូនកាត់បន្ថយថ្លៃដើមហានិភ័យដែលធ្វើឲ្យពុកម៉ែបងប្អូនខាតគឺទាបបាទបើស្រូវថ្លៃពុកម៉ែបងប្អូននឹងទទួលបានទិន្នផលចំណេញកាន់តែច្រើនព្រោះតែថ្លៃដើមពុកម៉ែបងប្អូនបានប្រើប្រាស់តិចបាទបើស្រូវមានតម្លៃទាបពុកម៉ែបងប្អូនប្រឈមនឹងហានិភ័យដែលខាតនឹងគឺទាបបាទនេះគឺជាការចែករំលែកនៅក្នុងបំណងល្អរបស់ខ្ញុំបាទនายវិឆ័យជូនទៅដល់ពុកម៉ែបងប្អូនជាចុងក្រោយនេះខ្ញុំបាទនายវិឆ័យសូមអរគុណសូមជម្រាបលា